សូមជម្រាបសួរថ្ងៃនេះយើងនឹងមកស្វែងយល់អំពីអាទិទេពព្រះអគ្នីដែលជាទេពនៃភ្លើងអំណាចនៃការបរិសុទ្ធនិងការតភ្ជាប់ពិភពទាំងពីរព្រះអគ្នីមិនត្រឹមតែជាទេពនៃភ្លើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជារូបមន្តនៃអំណាចបរិសុទ្ធនិងការប្រែប្រួលដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅក្នុងជីវិតមនុស្សនៅក្នុងសម័យវេទព្រះអង្គត្រូវបានគេចាត់ទុកថាជាទេពដំបូងមួយដែលមនុស្សតែងតែអញ្ជើញក្នុងពិធីបូជាព្រោះភ្លើងជាមធ្យោបាយតែមួយដែលអាចដឹកនាំអំណោយនិងការអធិដ្ឋានពីពិភពមនុស្សទៅដល់ពិភពទេវតាការដុតអំណោយក្នុងភ្លើងមិនមែនជាការបំផ្លាញទេប៉ុន្តែជាការប្រែប្រួលទៅជារូបភាពសុទ្ធសាធដែលអាចទៅដល់ទេពបានលើសពីនេះព្រះអគ្នីក៏ត្រូវបានគេយល់ថាជាសញ្ញានៃចំណេះដឹងនិងការត្រាស់ដឹងផងដែរដោយភ្លើងដែលអាចបំភ្លឺភាពងងឹតបានព្រះអង្គក៏តំណាងឲ្យការបំភ្លឺចិត្តនិងការយល់ដឹងពីសច្ចៈក្នុងន័យនេះភ្លើងក្លាយជារូបសញ្ញានៃការលះបង់អំពើអាក្រក់និងការស្វែងរកផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតមនុស្សជឿថាព្រះអគ្នីអាចសម្អាតបាបនិងបំបាត់អាក្រក់ដោយធ្វើឲ្យវិញ្ញាណក្លាយជាបរិសុទ្ធក្នុងពិធីបុណ្យនិងពិធីសាសនាប្រពៃណីភ្លើងតែងតែមានតួនាទីមិនអាចខ្វះបានពិធីរៀបការក្នុងប្រពៃណីបុរាណឧទាហរណ៍តែងតែមានភ្លើងជាសាក្សីដើម្បីបញ្ជាក់ពីសេចក្តីស្មោះត្រង់និងការបដិញ្ញាចិត្តរបស់គូស្វាមីភរិយាភ្លើងនៅទីនេះត្រូវបានចាត់ទុកថាជាភ្នែករបស់ព្រះអគ្នីដែលឃើញនិងទទួលស្គាល់ការសន្យាទាំងនោះជាមួយគ្នានេះផងដែរព្រះអគ្នីក៏ជាសញ្ញានៃជីវិតនិងថាមពលផងដែរភ្លើងផ្ដល់កម្ដៅអនុញ្ញាតឲ្យមនុស្សរស់នៅបង្កើតអាហារនិងការពារពីភាពងងឹតនិងគ្រោះថ្នាក់ដូច្នេះហើយភ្លើងមិនត្រឹមតែជាធាតុធម្មជាតិទេប៉ុន្តែជាមូលដ្ឋាននៃអរិយធម៌មនុស្សផងដែរដោយសារតួនាទីទាំងនេះព្រះអគ្នីត្រូវបានចាត់ទុកថាជាស្នូលមួយនៃជំនឿព្រហ្មញ្ញសាសនាបុរាណព្រះអង្គជាអ្នកភ្ជាប់ពិភពទាំងពីរជាអ្នកបំភ្លឺចិត្តនិងជាអ្នកសម្អាតវិញ្ញាណការគោរពព្រះអគ្នីមិនត្រឹមតែជាការគោរពភ្លើងទេប៉ុន្តែជាការគោរពដល់អំណាចនៃជីវិតសច្ចៈនិងភាពបរិសុទ្ធដែលជាគន្លឹះសំខាន់ក្នុងការរស់នៅរបស់មនុស្សយានជំនិះរបស់ព្រះអគ្នីដែលត្រូវបានពិពណ៌នាថាជាសត្វមានកម្លាំងនិងភាពអត់ធ្មត់ខ្ពស់បង្ហាញពីអត្តសញ្ញាណដ៏ខ្លាំងក្លានៃភ្លើងដែលព្រះអង្គតំណាងសត្វនេះមិនត្រឹមតែជាសញ្ញានៃអំណាចប៉ុណ្ណោះទេប៉ុន្តែថែមទាំងជានិមិត្តរូបនៃការអាចទ្រទ្រង់និងការរឹងមាំក្នុងការប្រឈមមុខនឹងឧបសគ្គដោយភ្លើងដែលអាចឆេះឆ្អែតដោយមិនឈប់ឈរសត្វយាននេះក៏បង្ហាញពីការបន្តទៅមុខដោយមិនចាញ់ចិត្តភ្លើងរបស់ព្រះអគ្នីមានលក្ខណៈពីរសំខាន់គឺការបំផ្លាញនិងការបង្កើតឡើងនៅមួយភាគវាអាចបំផ្លាញអ្វីៗដែលមិនចាំបាច់ឬអាក្រក់ដើម្បីបង្កើតទីវាលថ្មីសម្រាប់ជីវិតថ្មីនៅភាគមួយទៀតវាបំភ្លឺផ្លូវឲ្យមនុស្សអាចមើលឃើញទិសដៅតាមដានផ្លូវត្រឹមត្រូវនិងបណ្ដេញភាពងងឹតដែលជានិមិត្តរូបនៃការមិនដឹងនិងភាពភ័យខ្លាចហេតុនេះហើយបានជាភ្លើងត្រូវបានយល់ថាជាអំណាចដែលទាំងបំផ្លាញនិងការពារនៅពេលតែមួយនៅសម័យបុរាណភ្លើងមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សវាជាមធ្យោបាយសម្រាប់ចម្អិនអាហារដែលធ្វើឲ្យអាហារក្លាយជាមានសុវត្ថិភាពនិងងាយស្រួលក្នុងការទទួលទានវាក៏ជាឧបករណ៍សម្រាប់ផ្ដល់ពន្លឺនៅពេលយប់ដែលអនុញ្ញាតឲ្យមនុស្សធ្វើសកម្មភាពផ្សេងៗបានបន្តនិងការពារពីសត្វព្រៃឬគ្រោះថ្នាក់ផ្សេងៗ
ភ្លើងក៏ជាចំណុចកណ្ដាលនៃសហគមន៍ដែលមនុស្សប្រមូលផ្ដុំគ្នាជុំវិញវាដើម្បីប្រាស្រ័យទាក់ទងប្រាប់រឿងរ៉ាវនិងបង្កើតទំនាក់ទំនងសង្គមការបូជាព្រះអគ្នីដូច្នេះមិនមែនជាការធ្វើតាមប្រពៃណីប៉ុណ្ណោះទេប៉ុន្តែជាការទទួលស្គាល់អំណាចដ៏ចាំបាច់មួយដែលគាំទ្រជីវិតតាមរយៈពិធីបូជាមនុស្សបានបង្ហាញការគោរពការស្រឡាញ់និងការអធិដ្ឋានសុំការការពារនិងសុភមង្គលពីព្រះអង្គព្រះអគ្នីត្រូវបានចាត់ទុកថាជាអ្នកអាចនាំយកពរជ័យដោយផ្លាស់ប្ដូរអំពើល្អរបស់មនុស្សទៅជាអំណោយដែលទេពទទួលយកជាទូទៅព្រះអគ្នីជារូបមន្តនៃថាមពលជីវិតការបំភ្លឺនិងការបរិសុទ្ធយានជំនិះរបស់ព្រះអង្គនិងភ្លើងដែលព្រះអង្គកាន់សុទ្ធសឹងជានិមិត្តរូបនៃអំណាចដែលអាចផ្លាស់ប្ដូរពិភពលោកនិងជួយឲ្យមនុស្សរស់នៅដោយមានសុវត្ថិភាពសេចក្តីសង្ឃឹមនិងការយល់ដឹងនៅក្នុងសម័យវេទព្រះអគ្នីត្រូវបានចាត់ទុកថាជាទេពដ៏សំខាន់បំផុតមួយដែលមានវត្តមាននៅក្នុងជីវិតសាសនានិងសង្គមប្រចាំថ្ងៃព្រះអង្គជាទេពដែលត្រូវបានអញ្ជើញជាញឹកញាប់បំផុតក្នុងមន្តវេទនិងពិធីបូជាយញ្ញព្រោះភ្លើងគឺជាស្ពានភ្ជាប់រវាងមនុស្សនិងទេពក្នុងពិធីយញ្ញអំណោយដូចជាអាហារប្រេងឬគ្រឿងទេសត្រូវបានដុតបញ្ចូលក្នុងភ្លើងដើម្បីបំលែងទៅជារូបសុបសាតហើយត្រូវបានជឿថាព្រះអគ្នីជាអ្នកដឹកនាំអំណោយទាំងនេះទៅដល់ទេពផ្សេងៗដោយសារតួនាទីនេះព្រះអង្គត្រូវបានគេចាត់ទុកថាជាទូតដ៏សំខាន់និងជាអ្នកសម្របសម្រួលក្នុងទំនាក់ទំនងរវាងពិភពលោកនិងពិភពទេពប៉ុន្តែពេលព្រហ្មញ្ញសាសនាបានអភិវឌ្ឍបន្តទៅមុខក្នុងយុគសម័យបន្ទាប់ដូចជាសម័យបុរាណក្រោយវេទនិងការកើតមាននៃទស្សនវិជ្ជាផ្សេងៗតួនាទីរបស់ព្រះអគ្នីបានបន្តផ្លាស់ប្ដូរទេពដទៃដូចជាព្រះវិស្ណុនិងព្រះសិវៈបានក្លាយជាគោលដៅសំខាន់នៃការគោរពបូជាជាមុនខណៈដែលព្រះអគ្នីត្រូវបានកំណត់តួនាទីឲ្យនៅក្នុងបរិបទពិធីសាសនាជាក់លាក់ប៉ុណ្ណោះទោះជាយ៉ាងណាភ្លើងនៅតែជាធាតុមិនអាចខ្វះបានក្នុងពិធីបូជាទាំងឡាយព្រោះវានៅតែតំណាងឲ្យការបរិសុទ្ធនិងការភ្ជាប់ទៅកាន់អំណាចដ៏ខ្ពង់ខ្ពស់បន្ថែមពីនេះព្រះអគ្នីក៏ត្រូវបានចាត់ទុកថាជាលោកបាលទិសអគ្នេយ៍ដែលជាទិសក្នុងការចែកចាយទិសទាំង8ក្នុងតួនាទីនេះព្រះអង្គជាអ្នកការពារទិសមួយនិងធានាសមតលនៃពិភពលោកទិសអាគ្នេយ៍ត្រូវបានភ្ជាប់ជាមួយនឹងភ្លើងនិងថាមពលដូច្នេះវាបង្ហាញពីភាពរស់រវើកកម្លាំងនិងការប្រែប្រួលការគោរពព្រះអគ្នីក្នុងនាមជាលោកបាលទិសបង្ហាញថាទោះបីតួនាទីព្រះអង្គក្នុងពិធីយញ្ញបានថយចុះក្តីក៏ព្រះអង្គនៅតែមានសារៈសំខាន់ក្នុងរចនាសម្ព័ន្ធនៃជំនឿសាសនាព្រះអគ្នីនៅតែជានិមិត្តរូបនៃភ្លើងដែលមិនដែលបាត់បង់សារៈសំខាន់ទោះបីមានការផ្លាស់ប្ដូរនៅក្នុងការគោរពបូជាក៏ដោយប៉ុន្តែអត្ថន័យជាអ្នកបំភ្លឺអ្នកបរិសុទ្ធនិងអ្នកភ្ជាប់ពិភពទាំងពីរនៅតែស្ថិតស្ថេរព្រះអង្គបន្តតំណាងឲ្យថាមពលដ៏ជ្រាលជ្រៅដែលជាគន្លឹះសម្រាប់ជីវិតសាសនានិងការយល់ដឹងរបស់មនុស្សជារួមមកព្រះអគ្នីអាចត្រូវបានយល់ថាជារូបមន្តដ៏ជ្រាលជ្រៅនៃអំណាចធម្មជាតិនិងវិញ្ញាណដែលលើសពីការជាទេពនៃភ្លើងធម្មតាព្រះអង្គជាសញ្ញានៃការតភ្ជាប់រវាងពិភពដែលមើលឃើញនិងពិភពអរូបីជាអ្នកបំភ្លឺចិត្តនិងជាអ្នកសម្អាតវិញ្ញាណភ្លើងដែលព្រះអង្គតំណាងមិនត្រឹមតែបំផ្លាញអ្វីដែលចាស់ឬអាក្រក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការចាប់ផ្ដើមនិងការលូតលាស់ផងដែរនេះបង្ហាញថាព្រះអគ្នីជានិមិត្តរូបនៃវដ្តជីវិតដែលរួមបញ្ចូលទាំងការបញ្ចប់
និងការចាប់ផ្ដើមឡើងវិញលើសពីនេះព្រះអង្គក៏ជាតំណាងនៃការបំភ្លឺផ្លូវទាំងផ្លូវរូបនិងផ្លូវវិញ្ញាណក្នុងជីវិតមនុស្សភ្លើងជួយឲ្យមនុស្សឃើញផ្លូវនៅក្នុងភាពងងឹតខណៈដែលក្នុងន័យអរូបីវាជួយបំភ្លឺចិត្តបណ្ដេញភាពមិនដឹងនិងជំរុញឲ្យមានការយល់ដឹងដូច្នេះព្រះអគ្នីអាចត្រូវបានយល់ថាជាអំណាចនៃប្រាជ្ញានិងការត្រាស់ដឹងដែលជាគន្លឹះសម្រាប់ការរស់នៅដោយមានន័យក្នុងបរិបទសាសនាព្រះអគ្នីនៅតែមានតួនាទីជាអ្នកពំនាំសេចក្តីប្រាថ្នានិងការអធិដ្ឋានរបស់មនុស្សទៅដល់ទេពទោះបីជាការគោរពបូជាព្រះអង្គមិនមានភាពទូលំទូលាយដូចសម័យវេទក៏ដោយប៉ុន្តែភ្លើងនៅតែជាផ្នែកសំខាន់មួយនៃពិធីសាសនាជាពិសេសក្នុងពិធីបូជាពិធីរៀបអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងៗវាបង្ហាញថាគំនិតអំពីការប្រើភ្លើងជាស្ពានភ្ជាប់ទៅកាន់អំណាចលើសធម្មជាតិនៅតែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងវប្បធម៌មនុស្សម្យ៉ាងវិញទៀតតម្លៃនៃព្រះអគ្នីក៏អាចត្រូវបានយល់ថាជាការរំលឹកឲ្យមនុស្សយល់ដឹងអំពីអំណាចធម្មជាតិនិងការប្រើប្រាស់វាដោយការយកចិត្តទុកដាក់ភ្លើងអាចផ្ដល់ជីវិតប៉ុន្តែភ្លើងក៏អាចបំផ្លាញបានផងដែរប្រសិនបើមិនគ្រប់គ្រងឲ្យបានត្រឹមត្រូវដូច្នេះវាបង្ហាញពីតុល្យភាពរវាងអំណាចនិងការទទួលខុសត្រូវដែលជាគន្លឹះសំខាន់ក្នុងការរស់នៅរបស់មនុស្សដោយសារតែហេតុផលទាំងនេះព្រះអគ្នីនៅតែជានិមិត្តរូបដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនិងវប្បធម៌បុរាណព្រះអង្គមិនត្រឹមតែជាទេពនៃភ្លើងទេប៉ុន្តែជាអត្ថន័យនៃជីវិតប្រាជ្ញាការបរិសុទ្ធនិងការតភ្ជាប់ដែលបន្តមានអត្ថន័យសម្រាប់មនុស្សរហូតមកដល់សម័យបច្ចុប្បន្នសូមអរគុណមិត្តអ្នកស្ដាប់យើងនឹងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ